ប៉ុន្តែវាមាន74បកគោលដោយសារ22វាមាន AB តែយើងហៅសម្លាញ់73បកគោលយើងរកឃើញឯកភាពនេះ43បកគោលហើយបើយើងបកក្រោយយកទាំងអស់មកកញ្ចប់យកទៅដាក់បានន័យថាយើងផ្អាកអាទិផ្សេងទៀតអញ្ចឹងកូនខ្មែរទាំង800គីឡូហ្នឹងនៅតែមានពេលសពេច7ទាំងអស់អញ្ចឹងដោះអាណាមុនអាណាក្រោយដោះមកចំណុចប្រើពេលរាប់ឆ្នាំគ្រាន់តែសិង្ហបុរីហើយនឹងម៉ាឡេស៊ីរឿងដែនទឹកមួយនោះយកចំនួនកន្លែងមួយនោះយកទៅដាក់ឯកភាពគ្នាទៅគ្រាន់តែឯកភាពគ្នាទៅមិនតែចេញ5ដល់10ឆ្នាំអាហ្នឹងឯកភាពគ្នាទៅផងបាទគេប្តឹងតាំងពីប្រហែលឆ្នាំមុនជាង20ឆ្នាំតាំងពីចាស់ដើមប្តឹងមកតែយើងយកផែនទីទាំងមូលបានន័យថាកាលណាដល់ចប់ទីបាទអញ្ចឹងយកល្អការងារដែលត្រូវធ្វើនេះគឺយើងយន្តការដោះស្រាយទ្វេភាគីនៅកន្លែងណាដែលយើងអាចដោះស្រាយទ្វេភាគីបានបន្តធ្វើទៅដោយការទទួលខុសត្រូវរៀងៗខ្លួនយន្តការដែលបានឯកភាពគ្នាហើយ JBC ទៀតទៅអត់មានរឿងបោះទៅដល់កន្លែងដែលមិនឯកភាពគ្នាយើងខិតខំចរចាបដោះមិនចេញយើងទៅតាមយន្តការទី3អញ្ចឹងហេតុអីបានជាយន្តការយើងនៅកន្លែងនេះខ្ញុំមិនទាន់និយាយដល់ប្រព័ន្ធទឹកយើងមិនទាន់បានជជែកគ្នានោះទេយើងជជែកទៅរឿងព្រំដែនគោកទេព្រំដែនទឹកជាមួយថៃយើងមិនទាន់បានជជែកគ្នានោះទេវាមានរឿង OTA គឺអានឹងរឿងបច្ចេកទេសរឿងសេដ្ឋកិច្ចទេតែព្រំដែនទឹកមិនទាន់បានជជែកគ្នាអញ្ចឹងការប្តឹងប្រោសជាមួយស្អីយើងមិនទាន់ជជែកគ្នាតែយើងជជែកគ្នាហើយដែលមិនត្រូវគ្នានេះប៉ុន្តែអាកន្លែងជជែកគ្នាមិនត្រូវគ្នាវាមិនក៏មានដែរមិនឲ្យតែជជែកមិនត្រូវគ្នាភ្លាមទៅទេក៏តែជជែកអស់លទ្ធភាពបានយកទៅតុលាការគេបដិសេធអញ្ចឹងហេតុអីហើយនេះមិនមែនជាជំរឿសចុងក្រោយឬមួយក៏បញ្ចប់ទៅទេយើងធ្លាប់ប្តឹងរឿងប្រាសាទព្រះវិហារវត្ថុឥឡូវយើងយកអា4នេះមកដោះសិនអាកន្លែងថ្ងៃក្រោយមកដោះវាមិនចេញទៀតអាកន្លែងណាផ្ទុះអាវុធទៀតយើងដាក់អានោះមួយទៀតបាទរឿងតែប៉ុណ្្នឹងប៉ុន្តែឥឡូវចុះអា4នេះសិនបាទអូអ្នកខ្លះគេគិតថាដូចសបកជ័យចិត្តដាក់ម្ដងដាក់អស់ទៅ800គីឡូទៅខ្ញុំថាដាក់កាន់តែច្រើនឱកាសដែលតុលាការគេនឹងបោះចោលកាន់តែច្រើនរឿងតែប៉ុណ្្នឹងគ្មានពីណាចង់ទៅអង្គុយ800គីឡូទេដោះខ្លួនឯងសិនអាណាដោះចេញដោះទៅអាណាដោះមិនចេញចាំយកឲ្យខ្ញុំហើយដោះមិនចេញនឹងប្រាប់ផងថាតើវាមានហានិភ័យអីខ្លាំងបានឲ្យខ្ញុំដោះអញ្ចឹងអារឿង4ចំណុចនេះហេតុអីបានជាយើងចាំបាច់ទៅឥឡូវបណ្ដាប្រទេសនៅលើពិភពលោកដែលឆ្លាញ់សន្តិភាពកម្ពុជាប្រកាន់ជំហរឲ្យអង្គការឲ្យតុលាការយុត្តិធម៌អន្តរជាតិនេះដោះស្រាយគឺដោយសារយើងចង់ដោះស្រាយដោយសន្តិភាពនិងប្រើច្បាប់អន្តរជាតិជាជាងប្រើកម្លាំងបាយមេភូមិពាទ្យទីថៃថ្ងៃមុនចេញមកស្រែកអាហ្នឹងដីរបស់គេមិនចេញបើមិនចេញតទៅវាយគ្នាយកចំហបែបនេះកម្ពុជាមិនមែនអ្នកគម្រាមទេណាម្សិលមិញហ្នឹងគឺខាងគេថាកម្ពុជាគម្រាមរដ្ឋាភិបាលកម្ពុជាគម្រាមគ្រប់បែបយ៉ាងអត់សោះយើងវាពិបាកដែរពេលខ្លះគេគម្រាមគេរឿងគេឌឺគ្រប់បែបយ៉ាងដែលយើងតគេថាយើងឌឺគេភ្លាមយើងគម្រាមគេភ្លាមត្រូវរហូតមិនយើងត្រឹមត្រូវណាអានេះត្រូវស្មោកគេវាយយើងរហូតតែកម្ពុជាពិតណាស់យើងប្រទេសអំណត់ប្រទេសឆ្លាញ់សន្តិភាពព្រោះយើងស្គាល់សង្គ្រាមច្រើនហើយប៉ុន្តែយើងក៏មិនអាចនៅស្ងៀមឲ្យគេបន្តជាន់គ្រប់បែបយ៉ាងនោះទេគ្រប់ពេលនោះទេយើងត្រូវមើលម៉ាត់ទៅក្នុងការការពារអធិបតេយ្យភាពរបស់យើងផលប្រយោជន៍ជាតិរបស់យើងពិតណាស់ទំនាក់ទំនងមិត្តយើងត្រូវបន្តធ្វើប៉ុន្តែបើមិត្តគ្រប់យើងក៏មិនអាចឲ្យអ្នកឯងជាន់
ពេលនេះម៉ោង22ម៉ោងនៅរាជធានីភ្នំពេញលោកអ្នកនាងកំពុងស្ដាប់វិទ្យុជាតិកម្ពុជា FM 918 kHz និងវិទ្យុបាត់ភ្នំ FM 105.70 MHz សួស្តីលោកអ្នកនាងស្ដាប់ជាទីមេត្រីតទៅនេះសូមអញ្ជើញលោកអ្នកនាងស្ដាប់ព្រឹត្តិការណ៍សំខាន់ប្រចាំថ្ងៃដែលវិទ្យុជាតិកម្ពុជាបានផ្សាយនៅក្នុងថ្ងៃនេះសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានប្រតិបត្តិភាពនៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានសមាគមអតីតយុវជនកម្ពុជានៅថ្ងៃទី12ខែកញ្ញាឆ្នាំ2025នេះបានណែនាំដល់បងប្អូននៃក្រុម Channel Telegram សមាគមអតីតយុវជនកម្ពុជាទាំងអស់ជួយប្រាប់ដល់ជនស៊ីវិលឬជាតញាតិឲ្យចុចចូលក្រុម Channel Telegram អតីតយុវជនឲ្យកាន់តែច្រើនដើម្បីស្វែងយល់អំពី